ភ្នាក់ QR មកអញ្ចឹងឲ្យទូរស័ព្ទមានតែមួយបាញ់លុយវិញមិនធ្វើកំភៃមើលចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីរបៀបបាញ់លុយប្រើប្រាស់ QR code តាមរយៈ VB App ងាយស្រួលណាស់ជាមួយនឹង VB App លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅកាន់អ្នកដទៃបានយ៉ាងងាយស្រួលជាមួយនឹងរបៀបងាយៗទាំង3វិធីទី1ពេលគេផ្ញើ QR code មកគ្រាន់តែអាប់ឡូតចូលទៅក្នុង VB App ដើម្បីធ្វើការទូទាត់ឬផ្ទេរប្រាក់ដំបូងសូមចូលទៅកាន់ VB App រួចចុចលើប៊ូតុង Scan QR បន្ទាប់មកចុចលើប៊ូតុងរើសរូបភាពរកមើលរូបភាពតាមរយៈ Photo ជ្រើសរើសឬ Upload QR ដែលអ្នកចង់ទូទាត់ឬផ្ទេរប្រាក់បញ្ចូលទឹកប្រាក់ដែលអ្នកចង់ទូទាត់ចុចប៊ូតុងពិនិត្យរួចចុចពាក្យបង់ប្រាក់ជាការស្រេចវិធីទី2កាន់តែងាយស្រួលជាងនេះទៅទៀតនៅពេលដែលយើងធ្លាប់ធ្វើប្រតិបត្តិការរួចហើយពីមុនលោកអ្នកមិនចាំបាច់អាប់ឡូត QR ម្ដងទៀតនោះទេដែលលោកអ្នកអាចស្វែងរកប្រវត្តិ QR ដែលអ្នកធ្លាប់ធ្វើពីមុនមកដំបូងចូលទៅកាន់ VB App រួចចុចលើប៊ូតុង Scan QR ចុចរើសរូបភាពបន្ទាប់មកស្វែងរកប្រវត្តិ QR code ដែលធ្លាប់ប្រើបញ្ចូលទឹកប្រាក់ដែលអ្នកចង់ផ្ទេរចុចប៊ូតុងពិនិត្យរួចចុចប៊ូតុងបង់ប្រាក់ជាការស្រេចសម្រាប់វិធីទី3វិញដើម្បីកាន់តែងាយស្រួលនៅពេលដែលធ្វើប្រតិបត្តិការទៀតនោះលោកអ្នកអាចបដូរឈ្មោះឬ rename QR បានដំបូងចូលទៅកាន់ VB App រួចចុចលើប៊ូតុង Scan QR ចុចរើសរូបភាពបន្ទាប់មកអ្នកអាចស្វែងរកប្រវត្តិ QR ឬបាកូដដែលអ្នកធ្លាប់ធ្វើពីមុនមករហូតដល់6 QR អ្នកអាចចុចបដូរឈ្មោះឬ rename QR ទាំងនោះដើម្បីងាយស្រួលក្នុងការធ្វើប្រតិបត្តិការនៅពេលក្រោយបានបញ្ចូលទឹកប្រាក់ដែលអ្នកចង់ផ្ទេរចុចប៊ូតុងពិនិត្យរួចចុចពាក្យបង់ប្រាក់ជាការស្រេចអ្នកទាំងអស់គ្នាឃើញអត់ប្រើប្រាស់ VB App ងាយស្រួលអញ្ចឹងនៅពេលត្រូវការបាញ់លុយទូទាត់ប្រាក់លើក្រោយទៅធនាគារផ្សេងក៏ដោយក៏លែងពិបាកទៀតដែរតោះកុំភ្លេច download VB App ហើយសាកល្បងប្រើប្រាស់ទាំងអស់គ្នា VB App ងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ